ประมาณระยะนี้ខ្ញុំបានធ្វើវីដេអូហើយមានអ្នកមួយចំនួនហ្នឹងក៏បានខមមិនខ្ញុំថាហេតុអីបានអូនឯងចង់ធ្វើវីដេអូអញ្ចឹងនិយាយទៅខ្ញុំចង់ធ្វើវីដេអូបែបហ្នឹងគឺយូរហើយអ្នកទាំងអស់គ្នាហើយតាំងពី2 ឆ្នាំមុនណាប៉ុន្តែដោយសារតែទី1ខ្ញុំវាខ្មាស់អៀននិយាយទៅខ្ញុំខ្លាចបណ្ដោយគឺកាមេរ៉ាសំបីតែគេថតអីគឺអត់ចង់ឲ្យជាប់ខ្ញុំទេប៉ុន្តែដោយសារតែចូលឆ្នាំនឹងអញ្ចឹងទៅខ្ញុំអាយុកាន់តែច្រើនដល់ពេលអញ្ចឹងខ្ញុំមានអារម្មណ៍មួយថាខ្ញុំចង់ធ្វើអីដែលខ្លួនឯងស្រឡាញ់ខ្លួនឯងចូលចិត្តហើយណាមួយទៀតខ្ញុំអត់ចង់ឲ្យមានបន្ទុកក្នុងគ្រួសារខ្ញុំចង់រកចំណូលបន្ថែមហើយមុនដែលខ្ញុំបានដល់ចំណុចនេះក៏មិនងាយស្រួលទេគឺថាខ្ញុំដែលណាខ្មាស់គេដោយសារតែខ្ញុំដែលណាអៀនកាមេរ៉ាហើយណាមួយទៀតខ្ញុំក៏ជាមនុស្សម្នាក់ដែលអត់ចេះនិយាយច្រើនអត់ចេះចូលកាមេរ៉ាប៉ុន្តែខ្ញុំបានស្ដាប់ពីបងរៀមច្បងដែលគាត់ធ្វើ content និយាយតាក់ទងនឹងការធ្វើវីដេអូនឹងនៅលើ YouTube នៅលើ Facebook អញ្ចឹងទៅខ្ញុំកាន់តែធ្វើឲ្យខ្ញុំនឹងមានអារម្មណ៍ថាខ្លួនឯងចង់ធ្វើហើយចេះចង់ធ្វើទៅហើយបានខ្ញុំដល់ថ្នាក់ធ្វើវីដេអូនឹងមកហើយវីដេអូខ្ញុំភាគច្រើនគឺខ្ញុំធ្វើតែវីដេអូបែបលក្ខណៈថាបង្ហាញពីតំបន់ស្រុកស្រែជីវភាពរបស់រស់នៅប្រចាំថ្ងៃរបស់ខ្ញុំសូម្បីតែខ្ញុំធ្វើវីដេអូនេះក៏ខ្ញុំនិយាយដែរព្រោះអីនិយាយមុនគិតដែរដោយសារតែមនុស្សខ្ញុំគឺអត់សូវចេះនិយាយច្រើនដល់ពេលអញ្ចឹងទៅមកធ្វើវីដេអូអញ្ចឹងទៅគឺពិបាករនឹកថាគួរតែនិយាយពីអីពីណាមកពីណាទៅណាមកណានិយាយទៅពេលខ្លះនិយាយខុសទៀតពេលខ្លះនិយាយជន់គ្នាទៀតដោយសារតែយើងទម្លាប់ថាជាមនុស្សនៅតែក្នុងកតូបលក្ខណៈបែបថាស្ងប់ស្ងាត់បែបនៅម្នាក់ឯងទៅណាក៏ទៅម្នាក់ឯងធ្វើអីក៏ធ្វើម្នាក់ឯងដល់ពេលយើងមកធ្វើ content ប៉ុន្តែតាំងពីខ្ញុំធ្វើវីដេអូនេះមកខ្ញុំមានអារម្មណ៍ថាស្គាល់ខ្លួនឯងរៀងច្បាស់បន្តិចហើយខ្ញុំមានអារម្មណ៍ថាខ្លួនឯងនឹងមានទំនុកចិត្តហើយខ្លួនឯងនឹងដូចចេះនិយាយច្រើនជាងមុនកាលពីមុនវិញគឺមិនសូវចេះនិយាយសូម្បីតែការនិយាយទូរស័ព្ទអីនិយាយទៅពី3ម៉ាត់ចប់ហ្មងប៉ុន្តែតាំងពីបានធ្វើវីដេអូនេះមកមានអារម្មណ៍ថាខ្លួនឯងចេះនិយាយច្រើនហើយធ្វើអីក៏ចេះរនឹកថាធ្វើបែបនេះបែបនោះហើយវីដេអូនេះគឺអត់មានអីទេដោយសារតែជេកខ្ញុំនឹងវាច្រើនពេកដូចអញ្ចឹងហើយក៏ខ្ញុំក៏យកជេកនឹងកាត់វាដើម្បីយកវាមកហាលហើយជេកនឹងមិនមែនតិចទេគឺច្រើនហើយជេកនឹងភេទជេកជូរមិនមែនជេកផ្អែមទេដល់ពេលអញ្ចឹងទៅអត់មានបណ្ណាគេទិញអញ្ចឹងហើយក៏ខ្ញុំក៏ឆ្លៀតពេលដើម្បីកាត់វាយកមកហាលបើទុកវាទៅនាំតែវាលួចចោលអញ្ចឹងហើយក៏ខ្ញុំបានកាត់វាបកវាដើម្បីយកមកហាលទុកធ្វើជាតំណាប់ហើយខ្ញុំហាលនេះក៏មិនមែនហាលទាំងអស់ទេសារតែថាខ្ញុំវាតូចអញ្ចឹងហើយក៏ខ្ញុំហាលបានតែមកពេញមួយថាសហ្នឹងទេហើយនៅសល់ក៏ខ្ញុំទុកហូបហើយបើសល់ច្រើនក៏បកចោលព្រោះអីយើងដឹងហើយជែកជូរវាគេប៉ុណ្ណាគេចង់ទិញដោយសារតែវាជូរប៉ុន្តែអត់ជែកនឹងជែកជូរនឹងពេលទុំចូលទៅផ្អែមហើយក្លិនក្អូបវិញវាអត់ដូចជែកណាំវ៉ាបើជែកណាំវ៉ាវាផ្អែមតែវាអត់សូវក្លិនក្អូបប៉ុន្តែបើជែកនេះគឺថាគឺក្លិនវាគឺក្លិនក្អូបខ្ញុំអត់ដឹងថាវាមកពីជែកនឹងប្រោយហើយជែកជូរនឹងមុនដំបូងគឺខ្ញុំអត់ដឹងថាជែកជូរទេប៉ុន្តែសារតែវាផ្លែទុំអញ្ចឹងគឺខ្ញុំយកវាមកហូបដើម្បីយកវាមកហូបអញ្ចឹងទៅមានអារម្មណ៍ថាវាជាតិវាជូរអញ្ចឹងហើយគឺខ្ញុំបានហៅវាថាជែកជូរទៅប៉ុន្តែបើតានៅខាងអ្នកទាំងអស់គ្នាគឺខ្ញុំអត់ដឹងទេមិនដឹងថាខាងអ្នកទាំងអស់គ្នាហៅជែកនឹងជែកអីទេប៉ុន្តែជែកនឹងគឺវាមានអីទេអ្នកទាំងអស់គ្នាពេលហាលពេលហូបទៅហើយនេះគឺខ្ញុំបានហាលវានេះគ្រាន់តែសម្បកវាឡើងកកោកមែនតិចទេណាអ្នកទាំងអស់គ្នាចង់ចូលឡើងមកនិយាយទៅមកស្ទងប៉ុន្តែហូបវាអត់ទាន់អស់ហើយនេះគឺខ្ញុំយកទៅហាលខ្ញុំសង្ឃឹមថាដល់ពេលហាលទៅវាអត់ជូរទៅចុះព្រោះអីជែកនឹងជែកជូរខ្លះតែពេលហាលធ្វើជាតំណាប់ទៅខាត់ទៅវាជូរហើយនេះពេលយកទៅហាលហើយខ្ញុំក៏បានយកសម្បកវាទៅចាក់ចោលនិយាយទៅខ្ញុំថារត់ធ្វើជីប៉ុន្តែយើងអត់សូវចេះធ្វើចឹងហើយខ្ញុំក្បត់ចោលបរិយទៅ
ហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងឯងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូខ្ញុំតាំងពីដើមរហូតដល់ចប់